ចោតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្បាលរមៀសថាមិនទទួលពាក្យបណ្ដឹងជូនពលរដ្ឋរងគ្រោះខេត្តស្ទឹងត្រែងនាយប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមៀសលោកវរៈសេនីយ៍ត្រីវណ្ណុចកាលពីរសៀលថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025កន្លងទៅនេះត្រូវបានពលរដ្ឋមួយគ្រួសារចោទថាមិនទទួលពាក្យបណ្ដឹងរបស់គាត់ករណីជនឆោបោកខ្ចីយកម៉ូតូគាត់ជិះទៅលក់ទូរស័ព្ទដៃមួយផ្លែតហើយស្រាប់តែជិះយកទៅបាត់ 3-4 ថ្ងៃមិនឃើញយកមកប្រគល់ឲ្យមកវិញគ្រួសារជនរងគ្រោះនោះឈ្មោះកៅសុភឿងភេទប្រុសជនជាតិខ្មែរមុខរបរកសិករមេទីលំនៅបច្ចុប្បន្នចំណុចអូលៀងគ្រោះស្ថិតក្នុងភូមិច្រប់ឃុំក្បាលរមៀសស្រុកសេសានខេត្តស្ទឹងត្រែងតាមប្រភពដំណើរដើមតងរបស់ជនរងគ្រោះឈ្មោះកៅសុភឿងទាំងប្អូនថ្លៃស្រីឈ្មោះច័ន្ទឡក់បានឲ្យក្រុមអ្នកសារព័ត៌មានដឹងក្នុងយប់ថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025នេះដូចគ្នាថាកាលពីថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025បរិមម្នាក់និងប្រពន្ធអត់ស្គាល់ឈ្មោះគេមកស្នាក់អាស្រ័យនៅផ្ទះជាប់ចិត្តផ្ទះគាត់មកស៊ីឈ្នួលច្រូតត្រូវឲ្យគាត់មានរយៈពេល 3-4 ថ្ងៃកន្លងមកហើយក្នុងភូមិឃុំខាងលើនេះគឺជាអ្នកចំណាក់ស្រុកដោយសង្កេតឃើញមនុស្សរស់នៅចិត្តខាងឃើញមុខមាត់និយាយរកគ្នាព្រឹកល្ងាចមានទាំងប្រពន្ធផងនោះគ្នាមកខ្ចីម៉ូតូមួយផ្លែតទៅលក់ទូរស័ព្ទដៃគាត់ក៏យល់ព្រមឲ្យម៉ូតូនោះម៉ាក់វេវពណ៌ខៀវគ្មានផ្លាកលេខចាំបាត់មិនឃើញជននោះវិលត្រឡប់មកផ្ទះវិញសោះដោយមានការសង្ស័យជនរងគ្រោះក៏ទៅតាមស្រាវជ្រាវរកមើលតាមហាងលក់ទូរស័ព្ទឲ្យគេឆែកមើលកាមេរ៉ាស្រាប់តែឃើញជននេះដើរសំដៅចូលក្នុងហាងទូរស័ព្ទដៃមួយនៅឯភូមិច្រប់នោះពិតមែនពេលលក់ទូរស័ព្ទបានហើយក៏ទៅបាត់តែម្ដងជនរងគ្រោះមិនអស់ចិត្តរក្សាភាពអត់ធ្មត់ទុកពេលឲ្យជននោះឬក៏ខ្លាចមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍អ្វីកើតឡើងចំពោះជននោះមិនទាន់ទៅប្តឹងសមត្ថកិច្ចនោះទេរំលងបាន4ថ្ងៃហើយចាប់ពីថ្ងៃទី18ដល់ថ្ងៃទី22ខែឆ្នាំដដែលនោះវេលាម៉ោងប្រមាណ 1:30 នាទីថ្ងៃត្រង់ជនរងគ្រោះក៏សម្រេចចិត្តមកដាក់ពាក្យបណ្ដឹងផ្ទាល់មាត់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្បាលរមៀសតែម្ដងក្នុងគោលបំណងទី1កុំឲ្យជននេះមានឱកាសដើរឆោបោកគេតទៅទៀតទី2ឲ្យមហាជនចំណាំមុខជនឆោបោករូបនេះតាមរយៈកាមេរ៉ាសុវត្ថិភាពហាងលក់ទូរស័ព្ទដៃទី3ឲ្យសមត្ថកិច្ចស្ទាក់ស្ខាត់ខ្លួនជនរូបនេះមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ប៉ុន្តែផ្ទុយទៅវិញវាបែរជាជនរងគ្រោះទទួលការស្ដីបន្ទោសពីនាយប៉ុស្តិ៍ឃុំក្បាលរមៀសនោះមកវិញមិនត្រឹមតែលោកវរៈសេនីយ៍ត្រីធ្វើកំណត់ហេតុទទួលពាក្យបណ្ដឹងប៉ុណ្ណោះទេសូម្បីកាមេរ៉ាសុវត្ថិភាពក៏លោកនាយប៉ុស្តិ៍មិនបើកផ្នែកមើលផងដែរដោយលោកនាយប៉ុស្តិ៍ថាបាត់ម៉ូតូ 3-4 ថ្ងៃហើយទើបមកប្តឹងបន្ទាប់ពីទទួលការស្ដីបន្ទោសរបស់លោកនាយប៉ុស្តិ៍ហើយជនរងគ្រោះក៏ជិះម៉ូតូវិលត្រឡប់ទៅលំនៅឋានវិញទៅសូមស្ដាប់ការលើកឡើងជនរងគ្រោះលោកកៅសុភឿងនិងប្អូនថ្លៃស្រីឈ្មោះច័ន្ទឡក់ដូចតទៅខាងនៅក្បែរផ្ទះហ្នឹងប្រហែលជា 4-5 ថ្ងៃពេលខ្ញុំទៅដាក់ប្រឡងបាត់ទៅក៏បងខ្ញុំនោះថាគាត់នឹងខ្ចីម៉ូតូទៅលក់ទូរស័ព្ទខ្ចីម៉ូតូនោះបងខ្ញុំថាជិះទៅពូហើយពូមកវិញក៏ព្រមផ្ទះខ្ញុំផងបើពូបើផ្ទះនៅក្បែរគ្នាដែរគាត់ស្នាក់នៅផ្ទះគេទេណាទៅរហូតទៅលេង2ថ្ងៃ3ថ្ងៃថាឃើញបក់មកវិញម្ចាស់ស្រូវដែលគាត់ច្រូតនោះគាត់ថាឃើញដូចកាមេរ៉ាគេនៅច្រប់ថាឃើញគាត់ទៅលក់ទូរស័ព្ទនៅច្រប់តែចឹងដល់ពេលឃើញចឹងទៅគាត់ក៏មកប្រាប់បងខ្ញុំទៅឆែកមើលក៏ឃើញមែនរូបភាពនៅទូរស័ព្ទនៅកន្លែងលក់ទូរស័ព្ទនៅច្រប់នោះក៏គាត់យកអារូបភាពរបស់យើងបានផាត់បានអីរូបភាពគាត់ទេបើគាត់ទៅមកដល់ពេលចឹងទៅប្តឹងប៉ុស្តិ៍គេអត់ធ្វើឲ្យទេបងខ្ញុំគាត់អីណាបងគាត់បាត់ម៉ូតូទៅពេលគាត់បានដាក់ពាក្យបណ្ដឹងនៅខាងឃុំក្បាលរមៀសហ្នឹងបងពេលហ្នឹងគាត់អត់ទទួលពាក្យបណ្ដឹងហើយយើងមានទាំងរូបភាពជនល្មើសហើយគាត់ថា13-4ថ្ងៃហើយទៅប្តឹងដល់ពេលហ្នឹងគាត់អត់ធ្វើការឲ្យបងទៅមើលនៅប៉ុស្តិ៍ច្រឡំបងប៉ុស្តិ៍ក្បាលរមៀសខ្ញុំច្រឡំឃុំប៉ុស្តិ៍ក្បាលរមៀសបងប៉ុស្តិ៍លោកវណ្ណុចទេណាពាក់ព័ន្ធករណីខាងលើនេះលោកវរៈសេនីយ៍ត្រីវណ្ណុច
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្បាលរមៀនៅយប់ថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025នោះបានឲ្យ WCV ដឹងតាមទូរស័ព្ទដោយបដិសេធថាមិនមាននរណាមកប្តឹងផ្ដាល់ស្អីនោះទេបងលោកបញ្ជាក់ថាថ្ងៃទី22នោះលោកនៅប្រចាំការនៅប៉ុស្តិ៍រដ្ឋបាល24ម៉ោងសូមស្ដាប់ការលើកឡើងលោកនាយប៉ុស្តិ៍រដ្ឋបាលដូចតទៅអត់ទេបងចង់និយាយថាឲ្យមានប្រជាពលរដ្ឋមកប្តឹងគឺទទួលហើយព្រោះប៉ុស្តិ៍នៅប្រចាំការ24ម៉ោងអញ្ចឹងណាឲ្យតែមកដាក់ហ្នឹងគឺទទួលក៏ចាត់កម្លាំងស្វែងរកគ្នាឲ្យគាត់មកពីស្មើណាខ្ញុំអត់ឃើញមើលខ្ញុំនឹងតាក់ទងទៅគាត់នឹងបាត់ពីស្មើណាអីស្មើណាឲ្យមករាយការណ៍មកនឹងចំណាត់ការរបស់សមត្ថកិច្ចស្រាវជ្រាវកម្លាំងយើងអត់ឲ្យដាច់ទេបងទោះបីមកមិនជួបខ្ញុំក៏កម្លាំងខ្ញុំរាយការណ៍ដែរអញ្ចឹងណាក្រោយពីបែករឿងខាងលើមកដល់ថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025ជនរងគ្រោះឈ្មោះកែវសុភឿងត្រូវបានសមត្ថកិច្ចហៅឲ្យចូលខ្លួនមកប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមៀទំនងចង់ឲ្យលោកកែវសុភឿងនេះលំប៊ីពាក្យសម្ដីពេលកសែតសួរនាំសារជាថ្មីកុំឲ្យនិយាយចំចំណុចខ្សោយរបស់លោកមេប៉ុស្តិ៍ក្បាលរមៀនោះតែទោះជាយ៉ាងណាក្រុមអ្នកសារព័ត៌មានបានស្រង់យកសម្ដីភាគីទាំងសងខាងមកទុកជាត្រាច់រួចហើយមុនចាក់ផ្សាយតាមបណ្ដាញសង្គមនេះអាយដាមឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃសសុខាបានមានប្រសាសន៍ថាមន្ត្រីនគរបាលជាតិរូបណាដែលល្មើសវិន័យឬប្រព្រឹត្តអ្វីមួយខុសនោះនឹងត្រូវបញ្ជូនឲ្យទៅធ្វើការនៅព្រំដែនពី3ខែទៅ6ខែកុំឲ្យនៅស្រួលពេកហើយនាំទៅបង្ហិនថវិកាជាតិសូមស្ដាប់សំឡេងឧបនាយករដ្ឋមន្ត្រីដូចតទៅសម្រាប់មន្ត្រីនគរបាលរបស់យើងដែលប្រព្រឹត្តបទល្មើសឬមួយធ្វើអីខុសមួយនោះខ្ញុំគិតថាថ្ងៃក្រោយមិនបាច់ដកសាកដល់អីគាត់ទេបញ្ជូនឲ្យគាត់ទៅព្រំដែនរយៈពេល3ខែ6ខែអញ្ចឹងហ្នឹងជាការទោសទណ្ឌទៅវិញព្រោះតែតម្លាក់សាក់ភាគច្រើនវាអាចបង្កស្ទាក់អារម្មណ៍ទៅស្រួលអីបើរឿងតែទៅតម្លាក់អានឹងរឿងមួយទៀតប៉ុន្តែខ្ញុំគិតថាឲ្យគាត់នៅទៅស្គាល់បងគាត់នៅព្រំដែនប៉ូលីសព្រំដែនគាត់ពិបាកមិនយើងទីនេះនៅស្រួលហើយយើងនៅប្រព្រឹត្តបទល្មើសទៀតចឹងឲ្យគាត់ទៅក្នុងទៅរយៈពេលឧទាហរណ៍3ខែ6ខែមិនជា form ក្នុងការដាក់ទោសទណ្ឌប៉ុន្តែកុំឲ្យដាក់ទោសទណ្ឌដោយមានសម្ពាធក្នុងការអារម្មណ៍ផងប៉ុន្តែឲ្យគាត់យល់ពីការលំបាកបាទយល់ការលំបាករាយការណ៍ពីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងដោយខ្ញុំបាទលីវណ្ណៈ WCV ចង់បង្កើតមុខរបរឬពង្រីកអាជីវកម្មរបស់លោកអ្នកឲ្យកាន់តែឈានទៅមុខនឹងទាន់សម័យកាលដែរឬទេអស់ក្តីបារម្ភជាមួយនឹងស្នាដៃកូនខ្មែរគឺម៉ាស៊ីនផលិតនំបញ្ចុកស្វ័យប្រវត្តិដែលចាំឲ្យទៀតតម្លៃសមរម្យមានទទួលដំឡើងទូទាំងប្រទេសកម្ពុជាទំនាក់ទំនងតាមលេខទូរស័ព្ទ085 77 66 51 067 77 66 51លុយគ្មានពីរខ្មែរជួយខ្មែរ